គ្រឿងផ្សំមួយប្រភេទនេះគេហៅថាខទំពាំងតើសំណប់ចិត្តណាខ្លះចូលចិត្តមកហូបមួយប្រភេទនេះកុំភ្លេចខមមិនណាបើសិនជាអត់មានលទ្ធភាពតិចទៅកោធ្វើទេដាក់លេខទូរស័ព្ទទីតាំងមកមិនឲ្យមីងវេឲ្យហ្វ្រីតែមកយ៉ាបងប្អូនណាបាទបងប្អូនធ្លាប់តែឃើញខទំពាំងគេប្រើតែជ្រូកប្រើមែនទេបងប្អូនខ្ញុំប្រើសាច់គោសុទ្ធតែម្ដងបាទមានឈាមមានពោះតាន់មានយាវមានជើងសុកណាបងប្អូនណាបាទនេះគឺ4មុខហ្នឹងគឺបាទនេះគ្រឿងផ្សំបាទទាំងអស់ហ្នឹងឯងអត់មានពេលថតមួយទេបងប្អូនណាបាទគឺខ្ញុំ detail ឲ្យទាំងអស់ហ្នឹងតែម្ដងបងប្អូនណាឃើញអត់ហ្នឹងហើយនេះដល់នេះទំពាំងបាទ1គីឡូអូខេណាបាទខ្ញុំយកតែចុងទេគឺទំពាំងបាយបងប្អូនណាបាទឃើញអត់នេះបាទនេះគឺគ្រឿងការីណាបងប្អូនបាទអំបិលហើយមានតាំងពីពូជកាក់ជើងឯមអញ្ចឹងទៅបាទខ្ទឹមស្ករពីចេងណាបាទនេះខ្លាញ់បាទហើយនេះគឺជីបាទជីរង្វង់គឺដាក់ខនោះគឺឆ្ងាញ់សាហាវបងប្អូនណាដាំដោយដៃហ្នឹងហើយបងប្អូនមានប៉ុណ្ណឹងតោះដើម្បីកុំឲ្យខាត់ពេលយូរយើងបាទទៅទាំងអស់គ្នាហួបងប្អូនអក្រោយទីអាដីនេះដើរអស់រយៈពេលជាង2ខែមកណាយើងមកដល់ chicken យើងហើយយើងមក chicken ហើយផ្ទះបាយហ្នឹងណាបងប្អូនណាកន្លែងថតយើងនៅប៉ែតហើយផ្ទះបាយយើងនៅអ្នកលួងអញ្ចឹងត្រូវការចំណាយពេលបន្តិចនេះពេលមកដល់បងប្អូនឃើញហុយមានឡរទឹកខ្មៅចឹងណាផ្ទះបាយជាស្រែចកាអញ្ចឹងទៅកៅអស់ហើយពេញភូមិហើយពេញផ្ទះឥឡូវយើងគុំរៀបរាប់ច្រើនណាយើងទៅចាត់ការទៅជាដំបូងយើងដាក់ខ្លាញ់ចូលសិនបន្ទាប់មកយើងដាក់ខ្ទឹមចូលដើម្បីបំពងវាហើយយើងកូរវីតយកមកបន្ទាប់មកយើងដាក់ស្ករចូលដើម្បីឲ្យវាអាដីនៅឡើងតបន្ទាប់មកយើងក្របទុកទៅហើយយើងឆ្លៀតទុកពេលតានេះហ្នឹងយើងមកញ៉ាំជ្រក់ស្បែកគោបងប្អូនណាជ្រក់ស្បែកគោហ្នឹងនិយាយថាឆ្ងាញ់ណាស់ហើយមកដបហ្នឹងតែ10000រៀលទេបងប្អូនណាបានរហូតដល់1គីឡូហើយជ្រាប់ជាមួយត្រួយកន្ទួនចេះនិយាយថាឆ្ងាញ់ណាស់បងប្អូនអើយមានលក់នៅភូមិឋានធម្មជាតិកសាំងយើងនឹងឯងហើយនិយាយពីការធ្វើវិញសម្រិតសម្រាំងខ្លាំងទ្រាំបានញ៉ាំមិនមែនស្រួលទេណាណប់ចិត្តទាំងអស់គ្នាប៉ុន្តែរសជាតិគឺឲ្យអួយតែមួងហើយបងប្អូនបានសាកនៅណាហើយកុំគិតយូរឥឡូវនេះបាទរៀបរាប់ទៅរៀបរាប់មកគឺឥឡូវដល់មកហូបយើងឆ្អិនហើយបងប្អូនណែឥឡូវយើងដល់វេណាដីណែយើងដួសចែកញៀតចែកផៅចែកសណ្ដានបងប្អូនជីដូនជីតាកងមកនៅគ្រប់កន្លែងកលុកកលៀតកន្លែងណាយើងចែកឲ្យបានគ្រប់គ្នាទៅហើយបន្ទាប់មកទុកមួយចានហ្នឹងមកញ៉ាំខ្លួនឯងបងប្អូននិយាយពីក្លិនជួយសាហាវមានជាតិណាស់បងប្អូនហើយណាម៉ាណាយមិញចូលចិត្តខ្លាំងអ្នកខ្លះមិនចូលចិត្តអត់ដឹងទេប៉ុន្តែម៉ាណាយមិញនេះគឺនិយាយពីថាក្លៀនចូលចិត្តសាហាវបែបព្រៃផ្សៃតែម្ដងរៀងរាល់សប្តាហ៍គឺតែងតែធ្វើញ៉ាំឲ្យជួនកាលមួយសប្តាហ៍2ដងជួនកាលមួយសប្តាហ៍3ដងជួនកាលមួយសប្តាហ៍ម្ដងយីរុំមកហូបមកប្រភេទនេះម៉ាណាយមិញចូលចិត្តជាងគេនិយាយថាបងប្អូនតើបានញ៉ាំដឹងតែញៀនញ៉ាំដឹងតែញ៉ាំដឹងតែធ្វើញ៉ាំរហូតដោយម៉ាណាយមិញហើយអូខេតែចាត់ដៃលើចោះមកប្រភេទនេះណាគេហៅថាខទំពាំងបងប្អូនធ្លាប់តែខជើងជ្រូកប៉ុន្តែឥឡូវសាកម្ដងមើលថាបើឆ្ងាញ់ប៉ុណ្ណាអូខេបាយយីពីតារៀបរាប់ភ្លេចប្រាប់ពីរបៀបនៃការធ្វើតាមស្ទេពមួយបន្តិចបងប្អូនមើលខ្លះអត់ចេះធ្វើទៅហើយប៉ុន្តែគ្រាន់ថាចំណាស់នេះហើយបើថាអត់ចេះធ្វើទៀតមិនបាច់ញ៉ាំទេមកប្រភេទហ្នឹងអញ្ចឹងចាំតែទិញម្ដាយមីងញ៉ាំទៅឬមកញ៉ាំទៀម្ដាយមីងហ្វ្រីហ្មងទៅអេអញមកក្បាលបូមហ្នឹងលើ